រឿងរ៉ាវដែលយើងនឹងលើកមកនិយាយនេះគឺជារឿងរ៉ាវដ៏បំផុសគំនិតមួយអំពីការផ្លាស់ប្ដូរជីវិតរបស់បុរសម្នាក់ដែលពីមុនមានទម្ងន់ធ្ងន់បំផុតប៉ុន្តែបានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរទាំងស្រុងដោយសារតែសម្ដីដ៏ឈឺចាប់មួយឃ្លាបុរសម្នាក់នេះមានទម្ងន់ធ្ងន់ខ្លាំងរហូតដល់390គីឡូក្រាមដែលធ្វើឲ្យរូបរាងរបស់គាត់មើលទៅដូចជា hamburger ដែលមានរូបរាងជាមនុស្សគាត់ធាត់ខ្លាំងរហូតដល់មនុស្សគ្រប់គ្នាមើលមកគាត់ដោយការងឿងឆ្ងល់ទោះបីជាយ៉ាងនេះក្តីអ្វីដែលបានធ្វើឲ្យគាត់ឈឺចាប់បំផុតនិងសម្រេចចិត្តផ្លាស់ប្ដូរជីវិតគឺសម្ដីរបស់មិត្តស្រីគាត់មិត្តស្រីរបស់គាត់បានលែងលះនិងនិយាយលេងសើចមើលងាយគាត់នៅពេលពួកគេនៅជាមួយគ្នាថាការកេងក្បែរគាត់គឺមិនខុសពីការកេងក្បែរជ្រូកធាត់នោះទេពាក្យសម្ដីមួយឃ្លានេះបានคล้ายជាកំបិតមុខស្រួចដែលចាក់ទម្លុះបេះដូងនិងកិត្តិយសរបស់គាត់ដើម្បីបង្ហាញឲ្យមិត្តស្រីចាស់របស់គាត់ឃើញថាគាត់អាចផ្លាស់ប្ដូរបានហើយដើម្បីយកឈ្នះលើពាក្យសម្ដីដ៏ឈឺចាប់នោះគាត់បានបោះជំហានយ៉ាងមុតមាំនៅលើផ្លូវនៃការសម្រកទម្ងន់ខណៈពេលដែលអ្នកដទៃកំពុងគេងលក់ស្រួលកនំសុបិនគាត់បានចំណាយពេល24ម៉ោងនៅកន្លែងហាត់ប្រាណម៉ាស៊ីនរត់នៅឧបករណ៍ហាត់ប្រាណនានាបានក្លាយជាដៃគូប្រចាំថ្ងៃរបស់គាត់ពីព្រលឹមរហូតដល់យប់ជ្រៅគ្រប់ជ្រុងនៃកន្លែងហាត់ប្រាណបានបន្សល់ទុកនូវញើសនិងការតស៊ូរបស់គាត់មានពេលរាប់មិនអស់ដែលគាត់អស់កម្លាំងខ្លាំងរហូតដល់ចង់បោះបង់ចោលប៉ុន្តែនៅពេលដែលគាត់នឹកឃើញសម្ដីដ៏ឈឺចាប់នោះគាត់ក៏ខំមាត់សង្កត់ចិត្តហើយបន្តហាត់ទៀតរហូតមកទល់ពេលនេះគាត់បានសម្រកទម្ងន់បានប្រហែល200គីឡូក្រាមដែលស្មើនឹងទម្ងន់របស់ជ្រូកធំពីរក្បាលទោះបីជាស្បែករបស់គាត់នៅមានសភាពយាធ្លាក់ក្តីដែលធ្លាប់ធ្លាក់ដល់ជង្គង់ប៉ុន្តែសាច់ដុំដែលរឹងមាំគ្រប់អេងបានបង្ហាញពីការតស៊ូនិងការខិតខំប្រឹងប្រែងរបស់គាត់បានប្រកាសថាមិនយូរមិនឆាប់គាត់នឹងក្លាយជាបុរសសង្ហាដ៏ឆាប់រហ័សម្នាក់ដែលធ្វើឲ្យមិត្តស្រីចាស់របស់គាត់មានការសោកស្ដាយនិងនឹកស្ដាយក្រោយមិនខានរឿងរ៉ាវរបស់គាត់គឺជាភស្តុតាងដ៏រស់រវើកដែលបង្ហាញថាការតាំងចិត្តនិងការតស៊ូអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានទាំងស្រុងតើអ្នកយល់យ៉ាងណាដែរចំពោះការតាំងចិត្តរបស់គាត់